លៀបក្នុងគ្រោះពេលនេះអ្នកមីងលក់បន្លែដែលត្រូវចោលប្លន់ម៉ូតូកាលពីម្សិលមិញទទួលបានជំនួយពីសប្បុរសជនបានច្រើនគួរសមហើយកាលពីព្រឹកព្រលឹមស្រាងថ្ងៃទី30ខែមករាឆ្នាំ2026ម្សិលមិញនេះមានករណីចោលប្លន់ម៉ូតូពីអ្នកមីងលក់បន្លែម្នាក់នៅតាមបណ្ដោយផ្លូវជាតិលេខ2ស្ថិតក្នុងភូមិព្រែកស្លែងឃុំព្រែកស្លែងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលយ៉ាងណាក្រោយប្រជាពលរដ្ឋបានឃើញវីដេអូសកម្មភាពក្រុមចោរទាំងពីរនាក់នោះបានប្លន់ម៉ូតូពីអ្នកមីងលក់បន្លែហើយក្រោយមហាជនបានឃើញសកម្មភាពរបស់អ្នកមីងខំប្រឹងប្រតែយប្រតប់ជាមួយចោរដើម្បីទាញម៉ូតូឡើងប្រផាប់ប្រភិញរួចមកមហាជនបានសម្ដែងក្តីអាណិតអាសូរដល់អ្នកមីងលក់បន្លែជាពន់ពេកស្របពេលដែលមហាជនបានឃើញបែបនេះមានអ្នកខ្លះបានអំពាវនាវឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកម៉ូតូឲ្យគាត់វិញខណៈអ្នកខ្លះបានអំពាវនាវដល់អ្នកមានធនធានឲ្យជួយឧបត្ថម្ភដល់អ្នកមីងរងគ្រោះផងព្រោះមើលទៅគាត់គួរឲ្យអាណិតណាស់យ៉ាងណាក្រោយមើលឃើញអ្នកមីងម្នាក់នេះមើលទៅគួរឲ្យអាណិតម្ចាស់ brand មីសបានប្រគល់ម៉ូតូមួយគ្រឿង Mack Dream Song ស៊េរីឆ្នាំ2026យ៉ាងថ្មីសន្លាងនិងឧបត្ថម្ភប្រាក់ចំនួន$500អាមេរិកជូនដល់អ្នកមីងលក់បន្លែដែលត្រូវចោលប្លន់កាលពីម្សិលមិញយ៉ាងណាក្រៅតែពីម្ចាស់ brand ផលិតផលមីសលោកផែងវណ្ណៈក៏បានប្រកាសឧបត្ថម្ភម៉ូតូមួយគ្រឿងជូនដល់អ្នកមីងលក់បន្លែរូបនោះផងដែរបើតាមសំណេរដែលបានបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការលោកផែងវណ្ណៈបានប្រកាសថាខ្ញុំនិងគ្រួសារសូមឧបត្ថម្ភម៉ូតូ Honda Wave ស៊េរីថ្មីមួយគ្រឿងជូនដល់អ្នកមីងរងគ្រោះដោយអំពើប្លន់នៅស្រុកកណ្ដាលស្ទឹងកាលពីពេលថ្មីនេះបើអ្នកមីងបានឃើញព័ត៌មាននេះសូមទំនាក់ទំនងមកខ្ញុំតាមលេខ Telegram 010 933 883ដើម្បីទទួលបានម៉ូតូថ្មីរីឯម្ចាស់ brand Peachy PY ក៏បានប្រកាសជួយឧបត្ថម្ភម៉ូតូមួយគ្រឿងដល់អ្នកមីងលក់បន្លែដែលទើបតែត្រូវបានចោលប្លន់កាលពីពេលថ្មីនេះដែរម្ចាស់ brand Peachy PY បានប្រកាសថាឃើញវីដេអូហើយញ័រសាច់មិនដឹងអ៊ំភ័យយ៉ាងណាទេម្ដាយគេម្ដាយយើងអាណិតអ៊ំណាស់ពេជ្ឈីជូនម៉ូតូអ៊ំស្រីមួយគ្រឿងសូមជម្រាបថាកាលពីវេលាម៉ោង 3:57 នាទីទៀបភ្លឺថ្ងៃទី30ខែមករាឆ្នាំ2026មានករណីលួចមានស្ថានទម្ងន់ទោសវាយយកម៉ូតូនៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ2ស្ថិតក្នុងភូមិព្រែកស្លែងឃុំព្រែកស្លែងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលយ៉ាងណាក្រោយពីទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍តូឈឿនសុចិត្រស្នងការនគរបាលខេត្តកណ្ដាលបានបញ្ជាឲ្យលោកវីរៈសេនីយ៍ឯកលេងសុករុនអធិការនគរបាលស្រុកកណ្ដាលស្ទឹងចុះស្រាវជ្រាវករណីខាងលើនេះជាបន្ទាន់ករណីនេះកម្លាំងជំនាញពាក់ព័ន្ធសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង18បាននឹងកំពុងយកចិត្តទុកដាក់ស្រាវជ្រាវស៊ើបអង្កេតនិងឆែកកាមេរ៉ាសុវត្ថិភាពកំណត់អត្តសញ្ញាណជនសង្ស័យទៅតាមនីតិវិធីច្បាប់